សូមគោរពជំរាបសួរដល់ពុកម៉ែបងប្អូនប្រុសស្រីទាំងអស់ជាអ្នកកាន់ពុទ្ធសាសនាហើយនិងជាអ្នកមានជំនឿទៅលើព្រហ្មញ្ញសាសនាហើយនឹងជំនឿផ្សេងៗទាំងអស់ទាំងក្នុងនិងក្រៅប្រទេសឥឡូវនេះខ្ញុំមានវីដេអូមួយទាក់ទងទៅនឹងលោកយាយម្នាក់ខ្ញុំមិនស្គាល់គាត់ដែរប៉ុន្តែប្រវត្តិគាត់ពីដើមមុននឹងគាត់ឈានដល់ចំណុចនេះដំបូងបំផុតគឺការឡើងពីការយល់សប្តិហើយគាត់តែងតែនិយាយពីរឿងយល់សប្តិនឹងប្រាប់គេបង្ហាញទៅតាមវីដេអូអីចឹងទៅតាំងពីថ្ងៃសង្គ្រាមហើយសង្គ្រាមលើកទី2របស់ចៅស៊ីមនៅខ្មែរចឹងគាត់តែងនិយាយរឿងជំនឿរឿងអីដែលកើតឡើងពីក្នុងការយល់សប្តិរបស់គាត់រហូតដល់តេតងទៅនឹងស្អីច្រើនណាស់ចឹងលោកយាយម្នាក់ហ្នឹងក៏ប្រហែលជាពុកម៉ែបងប្អូនមួយចំនួនគាត់បានស្គាល់ដែរឥឡូវចាំមើលអ្វីដែលគាត់និយាយហ្នឹងវាសមហេតុផលឬអត់ហើយខ្ញុំនឹងបកស្រាយតាមក្រោយឥឡូវនេះតែមួយខ្ញុំរបស់គ្នាខ្ញុំចាស់សុំសួរម្ដងមួយអង្គសិនខ្ញុំចាស់សុំសួរថាសួរអីគេខ្លាយខោជាអង្គចាស់នៃបរិជាអាណាចក្រខ្មែរនេះជាដើមកំណើតរបស់លោកខ្មែរជាទឹកដីកំណើតជាមានគេហៅគាត់បើសិនជាខ្ញុំថាអ្នកមេហ៎លោកហ៊ានស្បត់ទេចំពោះព្រះអតិទេពឋានសួគ៌ចំពោះប្រមេធរណីចំពោះប្រមេខងណាលោកនៅទីនេះជាសាក្សីមានទឹកដីភ្លើងចលទាំងប្រភូបកោបធនីចាប់ទៅចាត់អីទាំងអស់អ្វីដែលគាត់និយាយគឺបង្ហាញអំពីភាពរវើរវាយខ្ញុំម្ចាស់កលែងដែលកើតឡើងពីអបិយជំនឿណែមានអ្នកជឿច្រើនតាមគាត់បរិវារមិនបរិវារគាត់ទេខ្ញុំពេលខ្លះខ្ញុំមិនសូវជាយល់ដែរព្រោះបើថាខាងព្រហ្មញ្ញសាសនាហើយខាងជំនឿអីខ្ញុំយល់ច្រើនប៉ុន្តែគាត់ថាចំណុចអ្វីដែលគាត់ធ្វើវាហាក់ដូចជាវាលើសអំពីជំនឿដែលធ្វើឲ្យមនុស្សរីកចម្រើនណាជំនឿនេះនិយាយឲ្យចំទៅបានថាមិនអាចឲ្យមនុស្សរីកចម្រើនទេវាកើតឡើងពីការរវើរវាយរបស់គាត់ទេតាមហេតុដូចខ្ញុំនិយាយពីខាងដើមចឹងយកនេះប្រហែល9នាទី9នាទីតាមហេតុរបស់គាត់នេះគឺកើតចេញពីការយល់សប្តិវាសពចូលទៅនឹងរឿងរ៉ាវអីផ្សេងៗគាត់លើពីជំនឿពីអីប៉ុន្តែចេះមានគេស្ដាប់ទៅគេចូលចិត្តដល់ពេលចូលចិត្តយូរពីដើមគាត់គ្រាន់តែជាមនុស្សធម្មតាលើកមុនលោកគ្រាន់តែចាប់ចងទេណាអញ្ចឹងអ្វីដែលគាត់និយាយទៅវាហាក់ដូចជាមានចំណាប់អារម្មណ៍សម្រាប់អ្នកដែលគេចូលចិត្តគាត់ណាលោកនឹងចាប់ផ្ដើមមានរឿងផ្លាច់ផ្លាយដែលគាត់ត្រូវធ្វើដូចជាការបង្ហាញអំពីអញដឹងហើយអញមិនក្បត់រឿងនេះរឿងនោះរហូតដល់ធ្វើពិធីបន់ស្រន់នៅប្រាសាទអង្គរបើកពិធីបើកសោចកវានៅប្រាសាទអង្គរដឹងលឺធ្វើជាសាក់ឥឡូវនេះឈានមកដល់ការដកសាធុចំណងអត់ក្បត់ទេណាកូនចាំចំណងដៃចងកពើសារវ័ននោះពីអាណាចក្រខ្មែរហើយគាត់ហ្នឹងគឺបើថាគាត់និយាយខ្លួនគាត់ថាគាត់នឹងមកស្រាយចំណងសារវ័នកពើសារវ័ននេះហើយរួចពីចំណងហ្នឹងហើយចំណងដៃចងដូចស្អីព្រះអិនចងហ្នឹងព្រឺគឺស្វារៈចងឯងស្ដាំបានឡើយមែនហើយចេញជួយមហានគរព្រះវិស្ណុជាតំណាងរបស់ព្រះវិស្ណុបានន័យថាគាត់នឹងប្រហែលជាសាវកឬក៏សាវករបស់ព្រះវិស្ណុជាតំណាងហ្នឹងមិនធម្មតាទេតំណាងវាដូចជាប្អិនមកមានចិត្តលោកបាលទាំង4អាហ្នឹងតំណាងតែមកត្រួតត្រានៅលើភពផែនដីហើយត្រួតត្រាទៅលើមនុស្សសត្វអញ្ចឹងទៅអញ្ចឹងគាត់ហាក់ដូចជាសេនាដៃស្ដាំព្រះវិស្ណុអីមិនអានេះនិយាយឲ្យត្រង់ទៅវាកើតឡើងពីការរវើរវាយចិត្តមនុស្សយើងបើសិនជាប្រើចិត្ត
แต่ตามแต่ជំនឿដែលសំហេតុផល ព្រះ ខ្ញុំគិតថាមិនអីទេតែបើហ៊ានតែបកកើតជំនឿតែតាមពីប្រវត្តិរវាយ ធរនេះអញហ៊ានស្បត់ នោះកំពុងតែលងនៅអំណាចនៃសេចក្តីងឹតងងហើយក៏នាំគេឲ្យទៅងឹតងងជាមួយយើងដែរ រឿងណែ ជំនឿនេះ អញសូម ជំនឿទាំងងឹតងងណែខ្ញុំវាកោតមានអ្នកជឿណែនោះបងស្គាល់ច្រើនណា មានសច្ចាណាមានច្រើនណាស់ឥឡូវដឹងលឺមែនណាបងប្អូន មិនដឹងតែកពើសារវ័ននឹងប្រវត្តិយ៉ាងណាអីយ៉ាងណាក៏ចិត្តតែបង្កើតរឿងមកហើយមិនដឹងថាប្រៃថោនឹងយ៉ាងម៉េចកពើសារវ័ននឹងយ៉ាងម៉េចហើយប្រវត្តិចេញពីហើមកយ៉ាងណាអីយ៉ាងណា មានឬក៏មិនមានពិតទេឬក៏មិនពិតទេអញ្ចឹងទៅ លោកពិតប្រកបទៅនៅអញ មិនច្បាស់លាស់អំពីដើមហើយបានចាទុកនៅក្នុងទីកន្លែងណាមួយអីចឹងទៅអត់ច្បាស់ ម្ចាស់ដោះលែងព្រះអង្គទៅ ចឹងរឿងខ្លះគឺការបង្កើតឡើងដោយភាពរវើរវាយបង្កើតជារឿងដើម្បីឲ្យគេជឿដើម្បីឲ្យគេមានជំនឿទៅលើខ្លួន លោកចោលហើយណា អីចឹងទៅឲ្យចាត់ទុកខ្លួនឯងហាក់ដូចជាព្រះម្នាក់ មេធរនេះ តែបង្ហាញផ្លូវលោកបង្ហាញផ្លូវឲ្យគេដឹង ឲ្យព្រះវិស្ណុជាអើ អីចឹងទៅ ខ្ញុំខំតែទូលទៅ ហើយសម្បីតែពាក្យហើយអោវាថាពីដើមមិននឹងវាពាក្យវាខ្លាយមកវាជាមេអីនោះមកដល់ឥឡូវខ្មែរហើយកុំឲ្យពាក្យប្រើពាក្យខ្មែរនោះទេពាក្យខ្មែរនោះមិនត្រូវតែអញ្ចឹងបានន័យថាគាត់កំពុងតែរស់នៅក្នុងសម័យកាលមួយដែលនៅក្នុងចក្រវាលផ្សេងខុសពីមនុស្ស អរហតទូ ហើយគាត់កំពុងតែគិតថាខ្លួនគាត់គឺកំពុងតែឈានដល់ចំណុចមួយតែដឹងនៅអ្វីគ្រប់យ៉ាងទាំងតែខ្លួនឯងអត់ចេះអីមកពិសេសនេះខ្ញុំនិយាយត្រង់សូវធ្វើវិញធម្មងអរតនំករោមិសង្ឃំអរតនំករោមិពុទ្ធំអរតនំករោមិវាបើសັບសម្លេងដល់គាត់សូនវាត្រូវឯងវាគ្រាន់តែហេតុឯងបានត្រូវជាសូនធម្មងធម្មសង្ឃំហើយពុទ្ធំក្រោយវិញអានឹងវាទៅជាយ៉ាងម៉េច មិនចង់កែទំនៀមមិនចង់កែទំនៀមពុទ្ធទេ ណាមាងស៊ីវាយ នេះចាំស្រួលនឹងចង់បដូរពាក្យព្រះពុទ្ធទៀតមនុស្សតែលួងនៅក្នុងអំណាចនៃសេចក្តីជំនឿជ្រុលនិយមហើយវាអត់ខុសពីមនុស្សគួរនេះខ្ញុំមិននិយាយគាត់ទេបើគ្រាន់ថាដំណើរការនេះប្រហែលជាលួងទៅហើយដល់គ្នាបានណាព្រោះអីពេលនេះគឺគាត់កំពុងតែប្រមូលបរិវារបានច្រើនហើយបរិវារច្រើនណា ហើយណាត្រីមានគេហែអមអីច្រើនណាស់ហើយអ្នកខ្លះហៅគាត់ថាដូចជាអ្នកមេឬមិនជាមេហ្នឹង ឥឡូវនេះគាត់ចាប់ផ្ដើមធ្វើពិធី បានមករំដោះព្រះអង្គហើយណា ដោះលែងក្រៃថោង ពើអារវ៉ាន់ តែប្រវត្តិក្រៃថោងហ្នឹង ក្រុងសម្រាប់ ចេញពីដើមកំណើតណានៅក្នុងឆ្នាំណាហើយរឿងប្រវត្តិក្រៃថោងហ្នឹងមានពិតឬក៏អត់ ឲ្យខ្នោះដៃនិងខ្នោះជើង បើតាមរឿងដែលសម្ដែងក្រៃថោងហ្នឹងងាប់បាត់ហើយ គោរព មិនទៅដល់ឥឡូវមិនមកចាប់ចំណងអានេះបើសិនជារឿងដែលទៅសម្ដែងណាហើយប្រវត្តិមិនច្បាស់ការទេបើន័យថាមិនដឹងថាប្រវត្តិចេញពីប្រភពណាហើយរឿងហ្នឹងវាពិតឬក៏អត់ តែសូម វាហាក់ដូចជាមិនមានអីឲ្យបញ្ជាក់ច្បាស់ទេ ដាច់ខាតបើលោក ប៉ុន្តែគ្រាន់តែដឹងថាអានឹងគឺជារឿងប្រេណកថាតេតូទៅនឹងសិលកថា ខ្ញុំម្ចាស់សូមឲ្យលោកមកជួយមហានគរ ឬក៏ប្រេណកថា nênឲ្យមកជួបគ្នា ដែលជានិទានតគ្នាអំពីប្រវត្តិនីមួយៗ មហានគរ តេទូអង្គនីមួយៗដើម្បីបង្កើតជារឿងបង្កើតជាអីទៅ ណាហើយលោកជួយមហានគរ អ្វីដែលគាត់ធ្វើគេថាដើម្បីជាតិដើម្បីប្រទេសជាតិក៏ប៉ុន្តែនេះគឺកំពុងតែឲ្យភាពជ្រួលច្បល់ទៅលើជំនឿហើយគឺជំនឿបែបហ្នឹងអាចឲ្យប្រទេសជាតិចម្រើនទេ មុនខ្មៅអសូរកាយធ្លុប អានេះនេះខ្ញុំនិយាយត្រង់ សេតោ ដើមឡើយគាត់ជាមនុស្សល្អជាទេតែគ្រាន់ថាអូវាជ្រុលដំណើរហើយមនុស្សជ្រុលហើយ ព្រះវិស្ណុលោកលែង អញ្ចឹងមានតែបង្កើតជារឿងបង្កើតជាហេតុអីទៅ រំលាយលោកចោល ខ្ញុំនិយាយនេះ យើងកិច្ចសន្យាដែលមានប្រមេធរនេះ មិនមែន ខំខា
chẳng ai lùm ít chất cả lớn có đi thế để nói trong tam có cả tam tới chỉ bò vào ấy chỉ bò vào từ bò vào bò vào bò vào quỷ cậu bò rồi nhưng mình từ vì được vua ấy đừng rừng chẳng chẳng đây vào cần thá xong thằng bài sinh chỉ trong thua rừng chẳng chẳng ở việt nam thì của vua cho bà bao mình đăng pi bảo vật cho bà thế dương nó gặp phong thái tiền thì ao lệ nó không sẽ có đây là người muốn rừng nó bên chỉ rừng đẹp như vàng hay còn bên chỉ rừng đẹp chủ yếu là chỉ chấm rán này cầm kho rồi bao quát mình cái thà nẹt đào tam quát cái thà quát mình bên chỉ mình đẹp cắt cầm hoi bàn tay quát cái phong đẹp cắt cầm hoi bằng cao tiền phép dùng nghịch cả lực khuôn cắt phóng hay bằng cao phép nghịch cả lực khuôn được thì phóng vì đâu có bị đám tập bốn đi chung nói được chứ sẽ thật nó không khi về shop để con dùng mà để gì ở đây mình khi chập vào mình khi chưa trả lại kiến thức của bậc cao chỉ cả ta mua bậc cao chỉ hai thôi mua bậc cao chỉ đưa mua ai dân tư tệ tôn thành năng sẽ đặt chào xịp sạch say đúng tệ tôn rừng nâng cứ sẽ bố cái chưa trả và đã đôi chim mình đòi nạn nó nghề và đây thà đã đọc báo quát mình toàn trên đó chủng loại rồi máu rồi họ đòi trên đó chủng loại mùi từ bao sao chắc các bạn được sàn cố cứ chập đào bây thà còn đôi chỉ sầm đại như rừng cháo nó còn bậc cao như rừng cháo người nào cũng cái chết phớt đây bậc nhom chết phớt chấm phơi lâu trên đâu để nhom về đó để nhom chết phớt bà đây thà phỏng vót này mũi cứ nhom đăng thằng ó thời giờ mà bậc cao đó trong ngày xây cái đó sườn phố ban là cũng có lúc ở đây mình nuôi bên chỉ mình nuôi thôn chẳng thơ vì thơ mình cào thì sao ai biết ai chầm ráo ấn tại đó còn ấy nướng phải chết rung từng nè nơi cái bài khôn mà này mình nói đây cái mình sẽ tách group con miền chấm nưa group con chân thì ở bậc cao rương bài chân bán này cái rương chứ cái rương sầm vậy miền video mới tiết cho mới là trong mình nó bằng hai video cao cái tuần video còn mới tiết vài giờ video chọn trong phần năng test sạp video này hay chui đôi chim tại đó nhé là không group hiệp là có công thôi ở bên đây nhóm này dây xong việc kiện hà mình trong run tràn một cô là mà đẹp là sẽ thành được không gương bạn năng thể tại phần thả ní thì còn chỉ xa mũi là mới ỏi nhẹ lực một phi chừng nư khác vì mình ai giờ dướng ri chừng rào bàn té hay bàn té chết có mình ai ri chừng rào bàn đai nước chừng nư khác nè chừng nư đấy ở ri chừng rào bàn đây tu sầm mai bồ ran cả đó cả lại ní có ai ri chừng rào bàn đây còn thay đó sầm mai bồ ran cả đâu anh nên nhom này dây ở chết hạp cả lại nâng mình ai nằm rương phải giao đó còn ai phóng năm rương đại miền phải giao đó phải chỉ phóng phải năm rương đại miền phải giao đó nên thì phóng bản này còn lạiនេះគឺកំពុងតែរុញច្រានទាំងខ្លួនឯងនឹងអ្នកទីលុយនៅក្នុងអំណាចដែលថ្មងងឹតហើយចាំមានបណ្ដាញសង្គម